Hello good everyone សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពខ្លះៗដែលពួកខ្ញុំបានទៅអូសត្រីនៅឯបឹងខាងក្រៅផ្ទះបាទនេះគឺជាសកម្មភាពដែលពួកខ្ញុំបានចេញដំណើរទៅឥឡូវនេះពួកខ្ញុំបានចេញដំណើរទៅហើយឥឡូវនេះពួកខ្ញុំបានមកដល់បឹងដែលត្រូវអូសហើយបាទឥឡូវនេះបងប្រុសបងស្រីខ្ញុំគាត់កំពុងតែចាប់ផ្ដើមចុះអូសនៅក្នុងបឹងហ្នឹងហើយបាទឥឡូវគាត់កំពុងតែអូសហើយបាទឥឡូវនេះគាត់អូសហើយយើងចិត្តបានមកឈប់ហើយបាទឥឡូវនេះគាត់កំពុងអូសត្រីបានចូលបាទត្រីបានចូលអញ្ចឹងគាត់លើកសិនដោយសារតែខ្លាចវារួចចេញវិញអញ្ចឹងយើងត្រូវលើកវាយកមកសិនបាទនេះបន្ទាប់ពីលើកហើយគឺបានត្រីរស់មួយត្រីរស់នេះទម្ងន់ប្រហែលជា1គីឡូមួយខាំបាទហើយនឹងត្រីកំភ្លោងគឺកូនត្រីទទូចនឹងឯងដោយសារតែបឹងហ្នឹងធ្លាប់បូមហើយអញ្ចឹងវាអត់មានត្រីធំទេអញ្ចឹងក្រោយពីអូសហើយគឺយើងបានត្រីប៉ុណ្ណឹងឥឡូវគាត់ចាប់ផ្ដើមរើសបាទក្រោយពីរើសហើយគឺបានត្រីប៉ុណ្ណឹងហើយចំពោះត្រីរស់វិញគឺបានយកទៅប្រោះទុកហើយបាទអរគុណច្រើន